ពួកអាធរឆ្នាំនេះអាយុ36ហើយមែនទេរៀនសូត្រអស់ជាច្រើនឆ្នាំមកហើយតែសូម្បីតែប្រឡងថ្នាក់ខេត្តក៏ជាប់មិនបានបង្ហាញថាពួកគ្មាននិស្ស័យខាងការរៀនទេជប់ខ្ជិះខ្ជីលុយទៀតទៅត្រឡប់ទៅផ្ទះថែទាំលោកតាលោកយាយឲ្យបានល្អវិញកុំឲ្យពួកគាត់ចាស់ប៉ុណ្ណឹងហើយនៅតែចេញទៅស្រែរកស៊ីចិញ្ចឹមពូទៀតមិនអីទេចង់ឲ្យវាយម្ដងទៀតមែនហើយម្នាក់នេះជានរណាគឺវានេះហើយម្សិលមិញដោយសារតែវាទើបពួកយើងត្រូវឡើងតុលាការវាជាប្រុសស្នេហ៍របស់នាងមែនទេអញថាហើយក្មេងស្រីដែលមិនធ្លាប់ឃើញពិភពលោកធ្វើម៉េចអាចរកលុយបានច្រើនក្នុងរយៈពេលខ្លីបែបនេះឥឡូវអញយល់ហើយនាងត្រូវប្រុសចិញ្ចឹមនឹងឯងមីងមកថាមីងនិយាយបែបនេះវាអាក្រក់ពេកហើយមីងមានភស្តុតាងអ្វីថាខ្ញុំឲ្យប្រុសចិញ្ចឹមបើខ្លាចគេនិយាយអាក្រក់កុំប្រព្រឹត្តបែបហ្នឹងទៅអញប្រាប់ឲ្យដឹងនាងដូចម្ដាយនាងអីចឹងម្ដាយកូនសុទ្ធតែស្រីថោកដូចគ្នាហ៊ានវាយអញផងមួយកំភ្លៀងនេះគឺដើម្បីខ្លួនខ្ញុំមួយកំភ្លៀងទៀតគឺព្រោះមីងប្រមាថធម្មតាខ្ញុំបើនៅតែហ៊ាននិយាយបង្ខូចទៀតកុំបន្ទោសថាខ្ញុំមិនទុកមុខឲ្យមេតូចក្បត់កូនហ៊ានវាយសំបីតែមីងមកថាក្លូអ៊ីវិញជាប់ចូលសាលា Workridge ហើយមិនពិតទេថ្ងៃនេះប្រធានបទតែងនិពន្ធក្នុងការប្រឡងគឺគោលនយោបាយគ្រប់គ្រងទន្លេគ្រប់គ្នាសុទ្ធតែស្ញប់ស្ញែងនឹងពាក្យថាច្បាប់ជាគ្រឹះនៃសង្គមក្រមច្បាប់គឺជាមូលដ្ឋាននៃការគ្រប់គ្រងដោយនីតិរដ្ឋនេះជាសម្ដីរបស់ក្មេងអាយុទើបតែ12ឆ្នាំប៉ុណ្ណោះអនាគតក្មេងម្នាក់នេះប្រកាសជាសស្ដំរបស់ជាតិជាពរជ័យដ៏ធំសម្រាប់ប្រទេសជាតិពិតជាត្រឹមត្រូវណាស់ក្មេងម្នាក់នេះអនាគតមិនធម្មតាឡើយនាយកសាលា Stirling ក៏បាននិយាយដែរថាលោកនឹងទទួល River ជាសិស្សបិទវគ្គរបស់លោកហើយបង្ហាត់ដោយផ្ទាល់ចំណែកវិញក៏ជាប់ដែរអស្ចារ្យមែននាយករដ្ឋមន្ត្រីបច្ចុប្បន្នក៏ជាសិស្សរបស់នាយក Stirling ដែរពួកគេនឹងមិនខ្ចីអើពើពួកឯងឡើយម្យ៉ាងទៀតថ្លៃសិក្សានៅសាលា Workridge ដល់ទៅ 10,000 លុយនោះបានមកពីណាក្លូអ៊ីកុំឲ្យក្មេងពីរនាក់នេះបោកប្រាស់ឯងលះបង់គ្រប់យ៉ាងដើម្បីពួកគេចុងក្រោយនឹងបាត់បង់គ្រប់យ៉ាងមិនសល់សំបីតែអ្វីមួយតាមខ្ញុំគិតលុយនេះគួរទុកឲ្យពួកអាធរវិញចាំតែពួកអាធរប្រឡងជាប់ពួកច្បាស់ជាមិនធ្វើឲ្យឯងខកចិត្តឡើយពួកមីងកំពុងសុបិនទាំងថ្ងៃឬអីមេតូចគ្មានសិលធម៌និយាយជាមួយចាស់ទុំបែបនេះនេះជាលិខិតទទួលចូលរៀនរបស់ខ្ញុំនឹងវិញពួកខ្ញុំមិនបានកុហកទេពួកអាធរមិនជាប់សាលាព្រោះគាត់គ្មានសមត្ថភាពហើយវាពាក់ព័ន្ធអ្វីនឹងពួកខ្ញុំគ្រប់គ្រាន់ហើយពួកឯងធ្វើឲ្យគ្រួសារអាម៉ាស់មុខមិនទាន់គ្រប់ទៀតឬឪពុកអូយមនុស្សហិតបានការក្មេងពីរនាក់នោះម្នាក់អាយុ7ឆ្នាំម្នាក់ទៀតមិនទាន់ដល់12ឆ្នាំផងនៅតែប្រឡងជាប់សាលាឯកជនបានចំណែកឯងចាស់ប៉ុណ្ណេះហើយនៅតែឲ្យឯងនឹងម្ដាយចិញ្ចឹមទៀតចិញ្ចឹមជ្រូកមួយក្បាលនៅមានប្រយោជន៍ជាងឯងទៀតលោកតាហេតុអ្វីវាយកូនយើងបែបនេះបានចាំមើលទៅសូមទោសផងរឿងក្នុងគ្រួសារធ្វើឲ្យលោកសាការីឃើញរឿងមិនគួរឃើញហើយលើកក្រោយបើមាននរណាមករករឿងឯងឲ្យបងប្រុសឯងទៅរកខ្ញុំនៅផ្ទះខ្ញុំនឹងជួយអរគុណលោកសាការីក្លូអ៊ីឥឡូវផ្ទះថ្មីសង់រួចហើយពីថ្ងៃនេះទៅជីវិតនឹងកាន់តែប្រសើរឡើងសូមអបអរសាទរឡើងផ្ទះថ្មីសូមឲ្យអ្វីលូនទាំងអស់សូមឲ្យថ្ងៃក្រោយកាន់តែរីកចម្រើនអរគុណទាំងអស់គ្នាកន្លងមកសូមអរគុណអ្នកភូមិទាំងអស់ដែលបានជួយខ្ញុំនេះជាទឹកចិត្តបន្តិចបន្តួចមិនច្រើនទេសូមទទួលយកគ្រប់គ្នាកុំអៀនអីមកទទួលទៅជួយខ្ញុំចែកផងខ្ចប់បែបនេះខ្ញុំមិនធ្លាប់ឃើញទេក្លូអ៊ីពិតជាមានរបស់ថ្មីច្រើនមែនហាលុយច្រើនម្លេះថ្ងៃនេះជាថ្ងៃឡើងផ្ទះថ្មីរបស់ក្លូអ៊ីតាមពិតពួកយើងគួរតែជាអ្នកជូនកាដូដល់នាងធ្វើមិនហ៊ានយកប្រាក់ពីនាងទៅវិញខ្ញុំថាទទួលទៅចុះនេះជាទឹកចិត្តរបស់ក្លូអ៊ីដើម្បីអរគុណដែលពួកយើងជួយសង់ផ្ទះថ្ងៃក្រោយបើក្លូអ៊ីមានការលំបាកពួកយើងជួយនាងវិញទៅត្រូវហើយលោកឡូវីសនិយាយត្រូវនេះជាបានបញ្ចុះតម្លៃដែលខ្ញុំធ្វើសម្រាប់ហាងជ្រក់របស់បងស្រីក្លូអ៊ីបានបញ្ចុះតម្លៃមានន័យថាពេលមកហាងយើងខ្ញុំនឹងបញ្ចុះតម្លៃហើយថែមកាដូតូចឲ្យទៀតអូនេះហៅថាបានបញ្ចុះតម្លៃសោះវិញទើបតែ7ឆ្នាំសោះចេះរកស៊ីបាត់ហើយធំឡើងប្រកាសជាមានអនាគតភ្លឺស្វាងក៏ត្រូវមើលបងស្រីក្លូអ៊ីរបស់ខ្ញុំផងហាសូមបរិភោគឲ្យឆ្អែតកុំអៀនអីហេតុអ្វីថ្ងៃនេះពួកយើងមកដល់ឆ្ងាយម្លេះមកជីខ្យងសមុទ្រនឹងណាព្រោះគ្រប់ហាងទាំងអស់កំពុងធ្វើតាមប្រអប់គុជអាតកំបាំងរបស់ក្លូអ៊ីខ្យងនៅក្រុង Clearwater ជីកអស់ហើយទើបត្រូវមកស្រះដាច់ស្រយាលនេះដើម្បីរកខ្យងធំលឿនឡើង
ថ្ងៃនេះត្រូវបំពេញការបញ្ជាទិញរបស់លោកសាការីឲ្យរួចចាំត្រឡប់ទៅផ្ទះខ្ញុំនឹងធ្វើដំឡូងបំពងឲ្យញ៉ាំយកទេ Chloe មានសាកសពម្នាក់នៅទីនេះជាក្មេងម្នាក់នៅដកដង្ហើមទៀត Finn ប្រញាប់ទៅហៅគ្រូពេទ្យពួកយើងលើកគេទៅផ្ទះសិន River ទៅមើលបន្តិចមើលហេតុអ្វី Finn មិនទាន់ត្រឡប់មកអូមិនល្អហើយកែវភ្នែករបស់គេកំពុងរីកហើយបារម្ភចាំគ្រូពេទ្យទៀតខ្លាចមិនទាន់ការសំណាងល្អការជាតិមុនខ្ញុំធ្លាប់រៀនជំនួយសង្គ្រោះបឋមភ្ញាក់ហើយឬ Chloe គ្រូពេទ្យក្នុងភូមិសុទ្ធតែចេញទៅព្យាបាលតាមផ្ទះអស់ហើយមិនអីទេហេតុអ្វីគេភ្ញាក់ហើយឯងឈ្មោះអ្វីផ្ទះនៅណាពួកយើងនឹងជូនត្រឡប់ទៅវិញកុំភ័យអីពួកយើងមិនមែនជាមនុស្សអាក្រក់ទេពីរនាក់នេះជាប្អូនប្រុសរបស់ខ្ញុំមកនេះសិនឲ្យខ្ញុំមើលបន្តិច